ចេញពីលេងអាប៉ោងចុងភូមិជិះកង់មកផ្ទះវិញដល់ចំណុចដើមស្វាយធំមួយក៏ឃើញខ្មោចកំពុងតែបំពេកូនយ៉ាងកលួចសួស្តីប្រិយមិត្តទាំងអស់គ្នារឿងមួយនេះដែរខ្ញុំទទួលបានពីលោកតាសាយហើយគាត់បានជួបរឿងដ៏រន្ធត់មួយនេះនៅកំឡុងឆ្នាំ1998តើរឿងនេះមានដំណើរដើមតងយ៉ាងដូចម្ដេចសូមប្រិយមិត្តទាំងអស់គ្នាស្ដាប់ទាំងអស់គ្នានៅកំឡុងឆ្នាំ1998ក្នុងថ្ងៃចូលឆ្នាំខ្មែរលោកតាសាយគាត់បានជិះកង់ទៅលេងអាប៉ោងនៅឯចុងភូមិដោយសារគាត់លេងឈ្នះបានប្រាក់ច្រើនគាត់ក៏បន្តលេងដល់យប់អធ្រាត្របន្ទាប់ពីគាត់បានជប់លេងលោកតាក៏បានជិះកង់ត្រឡប់មកផ្ទះវិញនៅចន្លោះម៉ោងប្រហែលជា11កន្លះយប់ដោយសារតែចំនួនហ្នឹងមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ដោយសម័យឥឡូវទេគឺសភាពផ្លូវនិងតាមផ្ទះងងឹតសូមឈឹងកំឡុងពេលលោកតាកំពុងជិះកង់ត្រឡប់ទៅផ្ទះជាមួយនឹងពិលបំភ្លឺផ្លូវដែលពាក់នៅលើក្បាលរបស់គាត់នៅពេលលោកតាជិះកង់មកដល់ចំណុចដើមប្រេងខ្យល់ធំតែដោះអូមនៅតាមផ្លូវតែផ្លូវនឹងបច្ចុប្បន្នមានឈ្មោះថាផ្លូវជាតិវិស័យ2ស្រាប់តែពេលនោះមានខ្យល់យ៉ាងខ្លាំងប៉ក់ចង់បាក់ដើមស្រល់តែដោយសារតែលោកតាគាត់ជាគ្រូមន្តអាគមផងគាត់គ្មានអារម្មណ៍ផិតភ័យខ្លាចសូម្បីតែបន្តិចលោកតាក៏បន្តដំណើរទៅមុខទៀតបានមកដល់ចំណុចដើមស្វាយដ៏ធំមួយតែហួសវត្តមួយនៅបណ្ដុំខ្នល់អាទិភ្លើងនៅផ្លូវជាតិវិស័យ2សូមបញ្ជាក់ផងដែរថាដើមស្វាយហ្នឹងគឺគេអត់ទាន់កាត់ទេគឺមានមកដល់10ថ្ងៃនៅពេលដែលលោកតាជិះកង់មកដល់ចំណុចដើមស្វាយហ្នឹងស្រាប់តែពេលនោះលោកតាបានឮសំឡេងខ្មោចស្រីកំពុងតែបំពេកូនយ៉ាងក្រលួចភ្លាមនោះលោកតាបានកលេចភ្នែកទៅដើមស្វាយស្រាប់តែឃើញមនុស្សស្រីពាក់ឈុតសសក់ឡើងវែងចង់ដល់ដីកំពុងតែជិះបំពេកូនយ៉ាងក្រលួចភ្លាមនោះលោកតាបាននិយាយថានាងឯងមកលេងខំមនុស្សហើយលោកតាក៏បានដកលបងយ៉ាងតែដាក់តាមខ្លួនក៏សុំមន្តអាគមហើយបាយទៅលើដើមស្វាយនោះធ្វើឲ្យខ្មោចស្រីនោះសាច់យំយ៉ាងខ្លាំងហើយក៏បាក់ខ្លួនទៅចាប់តាំងពីថ្ងៃនោះមកលោកតាមិនដែលបានជួបខ្មោចស្រីនោះត្រង់ចំណុចដើមស្វាយនោះទៀតទេ